អ្នកលក់ដូចជាគ្រូស្នេហ៍ចឹងអ្នកលក់តិចមិនដឹងខ្លួនថាជាគ្រូដាក់ស្នេហ៍ឲ្យអតិថិជនចូលចិត្តស្រឡាញ់ដោយរបៀបណាគ្រប់រូបកាយសុទ្ធតែមានស្នេហ៍ជាប់ខ្លួនយើងគ្រប់គ្នាទាំងអស់គ្រាន់តែអ្នកខ្លះគាត់មិនចេះប្រើបើយកទៅប្រើនោះគឺមានប្រសិទ្ធភាពដោយមិនអស់លុយនោះទេហើយថែមទាំងលក់ដាច់ទៀតផងទី1ញញឹមសើចឲ្យបានច្រើនកុំធ្វើមុខចងចិញ្ចើមហើយប្រើភាពសាមញ្ញដាក់ខ្លួនគ្រប់ពេលក្នុងនាមយើងជាអ្នករកស៊ីស្នេហ៍របស់យើងគឺសំខាន់បំផុតគឺញញឹមឲ្យបានច្រើនសើចឲ្យបានច្រើនហើយកុំធ្វើមុខចងចិញ្ចើមដាក់ទៅអតិថិជនឬក៏មិនអតិថិជនក៏ដោយអ្នកណាក៏ដោយធម្មតាទេទាំងគេទាំងខ្ញុំបើសិនតែមើលទៅមុខរៀងស្រស់ស្រាយអ្នកណាក៏គេចូលចិត្តហើយក៏ចង់មកជួយគ្រប់គ្រងនៅទិញទំនិញរបស់យើងដែរ